នៅក្នុងសម័យដែល skin care សម្បូរមែនទែននៅលើទីផ្សារមាន mark មាន brand ជាច្រើនហើយអញ្ចឹងបងប្អូនយើងខ្លះមួយចំនួនគឺគាត់ចូលចិត្តសាក skin care គាត់ប្រើពីមួយទៅមួយដូរចុះដូរឡើងដូរចុះដូរឡើងអញ្ចឹងទៅតែមនុស្សមួយចំនួននៅពេលដែលគាត់ប្រើយូរទៅគឺគាត់ប្រើអីក៏លែងបានដែរដាក់រោដាក់លមាស់អញ្ចឹងទៅអញ្ចឹងភាសាបច្ចេកទេសគេហៅ reactive skin វាកើតឡើងនៅពេលដែលស្បែករបស់យើងគឺវាលែង tolerant ជាមួយនឹងសមាសធាតុមួយចំនួនជាពិសេស active ingredient ដូចជាពពួក retinol AHA BHA ឬក៏ពពួក vitamin C អីជាដើមអញ្ចឹងនៅក្នុងករណីដែលបងប្អូនមានបញ្ហាទាំងអស់នឹងស្បែកមុខចាប់ផ្ដើមឡើងក្រហមចាប់ផ្ដើមឡើងរោលចាប់ផ្ដើមឡើងលមាស់រឿងដែលត្រូវធ្វើមុនគេហ្នឹងគឺផ្អាកផលិតផលទាំងអស់ហ្នឹងបញ្ឈប់វាទាំងអស់រួមទាំង cleanser ដែលវាមានសារជាតិធ្វើឲ្យស្បែកស្ងួតអញ្ចឹងអីដែលត្រូវធ្វើបន្ទាប់ទៀតនោះគឺបន្ទាប់ពីបញ្ឈប់ហើយគឺត្រូវជ្រើសរើសនៅផលិតផលដែលមានសមាសធាតុសកម្មនឹងធម្មតាជាពិសេសគឺប្រភេទ moisturizer ដែលគ្មានសារជាតិសកម្មក្រៅពីប្រភេទជាតិប្រេងដែលផ្ដល់សំណើមអញ្ចឹងនៅពេលដែលយើងលាបពពួក moisturizer គឺ moisturizer នោះឯងនឹងទៅចាប់ផ្ដើមជួសជុលនៅ skin barrier ដែលបានខូចខាតអញ្ចឹងពីមួយពេលទៅមួយពេលស្បែករបស់យើងនឹងចាប់ផ្ដើមបណ្ដុះនៅអា skin barrier ថ្មីដើម្បីឲ្យស្បែករបស់យើងនឹងចាប់ផ្ដើមមានសន្ទាប់ការពាររឹងមាំត្រឡប់មកវិញអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតនៅពេលណាបងប្អូនមានបញ្ហានេះរឿងដែលត្រូវធ្វើទី1គឺបញ្ឈប់នៅផលិតផលដែលកំពុងប្រើចាប់ផ្ដើមប្រើនៅ cleanser ដែល gentle ចាប់ផ្ដើមប្រើនៅ moisturizer ដែល gentle ក្នុងមួយរយៈពេលដើម្បីទុកពេលឲ្យស្បែករបស់យើងព្យាបាលដោយខ្លួនឯងបាទអរគុណច្រើន